ថ្ងៃនេះគឺចង់និយាយអំពីការសមាទានសិលពាក្យថាសមាទានជាទូទៅយើងតែងតែមានការយល់ច្រឡំថាមានន័យថាសុំដូចយើងថាទៅសុំសិលសមាទានសិលគឺសុំសិលនឹងឯងសមាទានសិលអំពីព្រះសង្ឃគឺសុំសិលអំពីព្រះសង្ឃនឹងឯងប៉ុន្តែតាមការពិតពាក្យថាសមាទាននឹងមានន័យថាកាន់យកឬក៏រៀនយកហ្នឹងពាក្យថាសមាទានមានន័យថាអញ្ចឹងមានន័យថាយើងទៅរៀនអំពីព្រះសង្ឃជាទូទៅយើងចង់បានសិលយើងចង់មានសិលក្នុងខ្លួនប៉ុន្តែយើងអត់ចេះទេហើយសួរថាអ្នកណាអ្នកចេះគឺព្រះសង្ឃចឹងហើយយើងក៏ឲ្យលោកបង្រៀនឲ្យលោកនោះជួយបង្រៀនអញ្ចឹងលោកក៏បង្រៀនលោកប្រាប់ហើយយើងនោះក៏ទៅរៀនយកអំពីព្រះសង្ឃនឹងមកអញ្ចឹងសមាទានមានន័យថាអញ្ចឹងមានន័យថាទៅរៀនពេលដែលបានមកហើយយើងក៏ប្រព្រឹត្តប្រតិបត្តិសង្រួមឬក៏កាន់យកនៅសិក្ខាបទនីមួយអញ្ចឹងទៅហើយខំកាន់ប្រព្រឹត្តរក្សាទៅវាកើតទៅជាសិលបានពីព្រោះយើងច្រឡំថាយើងទៅសុំសិលអំពីព្រះសង្ឃអញ្ចឹងអត់ទេសមាធិមានន័យថាទៅរៀនយកហើយចុះបើគេដាក់សំណួរមកថាតើការសមាធិសិលតែយើងអាចសមាធិអំពីក្រហមបានដែរឬទេចាំមានតែតោះខអីបានតាពីព្រោះអីព្រោះយើងទៅរៀនអំពីក្រហមក៏បានណាមានក្រហមណាដែលគាត់ចេះសិល5សិលអីចឹងទៅយើងក៏ទៅរៀនយកអំពីគាត់ទៅរៀនហ្នឹងគឺសមាទានសមាទានអំពីអ្នកណាចាត់ទុកថាអ្នកហ្នឹងគឺជាគ្រូយើងគឺជាសិស្សយើងទៅរៀនអំពីសិស្សទៅរៀនអំពីគ្រូដើម្បីឲ្យបាននៅចំណេះហើយយកមកប្រព្រឹត្តប្រតិបត្តិចឹងទៅអញ្ចឹងក្រហមក៏អាចសមាទានឬក៏ដែលជាទូទៅយើងហៅថាឲ្យរបៀបថាដូចផ្ទេចំណេះដឹងផ្ដល់នៅចំណេះដឹងផ្នែកសិលនឹងឲ្យមិនយើងទៅសុំអំពីគាត់ទេពីព្រោះអីសិលកើតឡើងដោយអីកើតឡើងដោយចេតនាដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាចេតនាហੰភិក្ខវេសីលੰវទាមិចេតនានេះគឺជាតួសិលចេតនាគឺជាតួសិលជាមើលខាងមុខទៀតនឹងដល់កន្លែងសិក្ខាបទចាំពន្យល់បន្ថែមទៀតកន្លែងហ្នឹងចាយើងគិតមើលសិលយើងចាប់មិនបានមើលមិនឃើញទេចុះរឿងអីដែលថាយើងទៅផ្ទេឲ្យកើតលោកទៅឲ្យសិលដល់យើងមិនកើតឲ្យមិនកើតទេពីព្រោះសិលកើតឡើងដោយការដែលយើងតាំងចេតនាដើម្បីនឹងប្រព្រឹត្តអ្នកណាអ្នកតាំងចិត្តអ្នកណាអ្នកប្រព្រឹត្តនៅនោះទៅបានសិលមិនមែនថាអូឃើញព្រះសង្ឃមានសិលហើយយើងទៅសុំអំពីលោកទៅយើងខ្លាចខ្លួនទៅជាអ្នកមានសិលដែរការយល់បែបនោះគឺខុសហើយពាក្យតាសិលមួយនេះគឺជាគុណមួយល្អគ្មានអ្នកណាបដិសេធថាសិលមិនល្អទេហើយមួយទៀតបើអ្នកណាជាអ្នកមានសិលយើងចាត់ទុកអ្នកនោះគឺជាមនុស្សល្អហើយគ្មានអ្នកណាប្រកែកថាអ្នកដែលមានសិលគឺជាមនុស្សអាក្រក់ទេអញ្ចឹងរឿងសិលនេះគ្រប់អ្នកដែលមានគ្រប់ជាតិសាសន៍ទាំងអស់គ្រប់សាសនាទាំងអស់ឲ្យទៅលើថាជាអ្នកមានសិលគឺជាមនុស្សដែលល្អហើយព្រោះសិលនឹងល្អហើយចុះសិលយើងអាចផ្ទេរកើតអត់ផ្ទេរទៅអ្នកនោះមួយឲ្យអ្នកនោះខ្លាយទៅជាមនុស្សល្អអត់កើតទេបើអញ្ចឹងមែនលោកឲ្យ
អ្នកស្រុកអ្នកភូមិខ្លាចទៅជាមនុស្សល្អគ្រប់គ្នាបាត់ហើយសួរមកសួរថាអ្នកទាំងអស់ហ្នឹងធ្លាប់សមាទានអំពីលោកអត់ដែលយើងចំណាំមកយល់មកថាសមាទានហ្នឹងប្រែតែសុំមកឥឡូវសុំសិលឥឡូវឧទាហរណ៍ថាសុំហើយបានទៅចាស់ហើយគាត់ខ្លាចទៅជាមនុស្សល្អពិតប្រកបដែរឬអត់ផងគាត់នៅតែប្រព្រឹត្តដាច់សិលនៅតែសម្លាប់នៅតែលួចនៅតែប្រព្រឹត្តខុសនៅតែកុហកនៅតែផឹកសូរ៉ាដដែលចុះរឿងអីដែលថាសិលអាចផ្ទេរឲ្យគ្នាបានឲ្យខ្លាចទៅជាមនុស្សល្អកើតអត់កើតទេនឹងមួយទៀតសិលអ្នកបួសនិងសិលកុហកខុសគ្នាអត់ដូចគ្នាទេឥឡូវថាអ្នកបួសមានសិល4ភិក្ខុមានសិល4ហើយបើញញោមសុំសិលដល់តែ5លោកមាន5ឯណាឲ្យទៅគ្រប់នោះអត់កើតទេលោកឲ្យមិនកើតទៅបើលោកមានតែ4ហ្នឹងហើយសិក្ខាបទខុសគ្នាទៀតណាលោកភិក្ខុអាជីវបារសុទ្ធសិលបាតិមោកសង្វរសិលបច្ចយសន្និសិទ្ធសិលនិងឥន្ទ្រិយសង្វរសិលហើយពេលញញោមសុំបាណាឯនោះវាខុសគ្នាអត់ដូចគ្នាទេរឿងអីដែលថាឲ្យកើតបើលោកមានតែ4ឲ្យញោម5មិនកើតបើ8ទៀតឲ្យមិនកើតអត់កើតទេសាមណេរថាយថាសិល10ទៅចុះលោកឲ្យតែ2ដងអស់បាត់ហើយញោមឲ្យសុំម្ដង5អស់បាត់ហើយលោកមានសិលណាឲ្យទៀតអញ្ចឹងបើឲ្យអស់ហើយលោកមិនខ្លាយខ្លួនទៅជាអ្នកអត់សិលអញ្ចឹងអត់ទេពាក្យថាសមាទានមិនមែនមានន័យថាសុំទេហើយសិលនេះក៏មិនអាចផ្ទេរឲ្យគ្នាទៅវិញទៅមកបាននោះទេហើយចុះសិលនឹងកើតឡើងដោយអ្វីកើតឡើងដោយចេតនាតលតែនៅនោះតាំងចេតនាយកទៅប្រព្រឹត្តប្រតិបត្តិទៅកើតទៅជាសិលបានចឹងស្លេះប៉ុណ្ណឹងសិនចាំទៅមុខទៀតចាំសំដែងទៀតឥឡូវនេះការសមាទានយើងដាក់មកអញ្ចឹងថាឧបាសៈមេយ៉ាងផន្តេវិសងរខណថាយៈតិសរណេនសហបញ្ចសីលានិយាចាមៈសូមគោរពបបិទ្ធលោកម្ចាស់ខ្ញុំក្រណាសូមនេះមកពីយើងនាំគ្នាប្រែអញ្ចឹងអាពាក្យនេះអត់មានក្នុងបាលីទេព្រះមិនដែលសម្ដែងទេយាចាមៈនេះសូមគឺស្មើនឹងសុំនឹងឯងនេះមកពីយើងតែងអញ្ចឹងបានមួយនាំគ្នាយល់ថាសិលសុំពីលោកបានអានឹងអត់ទេសុំនៅសិល5មួយលើដោយបតៃសនគមដើម្បីប្រយោជន៍និងរក្សាផ្សេងគ្នាប្រយោជន៍ដើម្បីរក្សាមានន័យថាយកទៅរក្សាយកទៅកាន់យកទៅប្រព្រឹត្តទៅកើតទៅជាសិលបានតមកទៀតយើងបតៃសរណគមអានេះថាតាមលោកណាថាតាមលោកអាហ្នឹងវាអត់ទៅជាបញ្ហាទេដល់នៅពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹងបើយើងប្រែអញ្ចឹងអាហ្នឹងវាអត់ទៅបញ្ហាទេអាហ្នឹងបតៃសរណគមហ្នឹងនេះកន្លែងបតៃសរណគមតឥឡូវយើងមើលត្រង់សិក្ខាបទម្ដងអានេះយើងហៅថាសិក្ខាបទមិនមែនហៅតែសិលទេសិលនៅពេលដែលអាចហៅតែសិលបានគឺនៅពេលដែលយើងបានយកនៅសិក្ខាបទនេះទៅកាន់ទៅប្រព្រឹត្តហើយទៅកើតទៅជាសិលបានហេតុអីបានសម្ដែងអញ្ចឹងឥឡូវយើងមើលនេះបាណាតិបាតាវេរមនីសិក្ខាបទាំងសមាទិយាមិគេប្រែថាម៉េចខ្ញុំបករណាសូមសមាទានអញ្ចឹងពាក្យថាសមាទានហ្នឹងគឺរៀនឬក៏កាន់យកមិនមែនសុំទេណាឃើញពាក្យគេប្រែច្បាស់អញ្ចឹងតែម្ដងប៉ុន្តែដោយសារយើងអត់ត្រឡប់និយាយអញ្ចឹងនិយាយជាបាលីអញ្ចឹងទៅបានជាហេតុនាំឲ្យគេមិនយល់ពាក្យនឹងតែម្ដងកាលណាតែមិនយល់ពាក្យមួយនាំឲ្យយើងនេះយល់ខុសដែរអញ្ចឹងរៀននៅអីគេនៅសិក្ខាបទណាឃើញពាក្យក្នុងនោះគេថាសិក្ខាបទាំងនៅសិក្ខាបទត្រង់កន្លែងណាដែលហៅថាសិលអញ្ចឹងអត់តកើតតែសិល
តតែយើងរៀននៅសិក្ខាបទមេតារៀនយ៉ាងម៉េចនេះគឺចេតនាជាហេតុវាចាកិរិយាធ្វើនៅសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វរៀនដោយប្រើអីដោយប្រើប្រាស់ចេតនានេះឃើញថាចេតនានឹងឯងគឺជាតួសិលត្រូវតែប្រើប្រាស់ចេតនាអញ្ចឹងពាក្យថាចេតនាមានន័យថាម៉េចស្មើនឹងចិត្តឧទាហរណ៍ថាយើងធ្វើខុសអ្វីមួយដោយមិនបានតាំងចិត្តទេយើងក៏សុំទោសគេទាំងសុំអភ័យទោសខ្ញុំគ្មានចេតនាទេអញ្ចឹងពាក្យចេតនាមានន័យថាម៉េចគឺចិត្តមានន័យថាយើងមិនបានតាំងចិត្តឲ្យធ្វើខុសទេប៉ុន្តែវាខុសផ្លត់ទៅទាំងដោយមិនបានតាំងចិត្តដោយគ្មានចេតនាអញ្ចឹងពាក្យថាចេតនានឹងមានន័យថាចិត្តនឹងឯងអញ្ចឹងរៀននៅសិក្ខាបទដោយប្រើអីគឺចេតនាជាហេតុវាចាកិរិយាណាយើងរៀនចិត្តរៀនវឹកហាត់ចិត្តរបស់យើងនឹងកាន់ប្រព្រឹត្តតាំងចិត្តដើម្បីវាចានេះជាហេតុវាចាយកចេតនានេះឯងមកវាចានៅសិក្ខាបទនឹងពេលដែលយើងវាចាបានហើយណាពេលដែលយើងកាន់បានហើយធ្វើបានហើយពេលនោះទៅសិលវាកើតឡើងបានមិនមែនគ្រាន់តែថាតាមលោកហើយកើតទៅជាសិលបានទេណាអត់ទេនឹងដែលយើងនាំគ្នាយកច្រឡំថាសមាធិគឺសុំកាលណាតែសុំចប់យើងខ្លាយខ្លួនទៅជាអ្នកមានសិលអាហ្នឹងគឺច្រឡំធំមិច្ឆាទិដ្ឋិមែនទេណាចាំបានគេតម្រូវឲ្យរៀនហ្នឹងឲ្យរៀនបើទោះបីជាគេប្រែជាខ្មែរហើយក៏ដោយក៏មិនប្រកាសថាយើងអាចយល់នៅអ្វីដែលគេបានបកប្រែនោះទេដែលគេបកប្រែថាខ្ញុំព្រះករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយាធ្វើនៅសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វនេះគេពាក្យគេប្រែទេហើយសួរតែយើងយល់អត់តន់យល់ទេបើយើងមិនបានសិក្សារៀនសូត្រទេអានឹងហើយទៅគេហៅថានេះគឺជាសិក្ខាបទហើយយើងរៀនយើងសមាទានពាក្យថាសមាទានគឺយើងរៀននៅសិក្ខាបទរៀនដោយគេដោយការដែលយើងនឹងតាំងចិត្តដើម្បីនឹងវាចាឃើញទេប្រើប្រាស់ចេតនាយួរទៅវាចាពេលដែលយើងវាចាបានហើយកាន់បានហើយប្រព្រឹត្តបានហើយសង្រួមបានហើយទៅអាចកើតទៅជាសិលបានមិនមែនគ្រាន់តែថាតាមលោកហើយคลายខ្លួនទៅជាអ្នកមានសិលសួរថាពេលហ្នឹងគាត់បានតាំងចេតនារបស់គាត់ដើម្បីវាចាអត់ពេលហ្នឹងបើមិនបានតាំងផងឈ្មោះថាជាអ្នកមានសិលដូចម្ដេចទៅណាឈ្មោះថាជាអ្នកមានសិលដូចម្ដេចទៅអញ្ចឹងអត់ឈ្មោះទេហើយចេតនាពាក្យថាចេតនាហ្នឹងគឺសំដៅទៅលើចិត្តដែលយើងចិត្តរបស់យើងដែលយើងអាចយល់បានកើតចេញមកពីណាកើតចេញមកពីការសិក្សារៀនសូត្រឲ្យយល់ថាអានេះគេហៅអីគេហៅសិក្ខាបទហើយគេសមាទានយ៉ាងម៉េចហើយគេតាំងចេតនាគេតាំងយ៉ាងម៉េចណាតើតែយើងធ្វើអញ្ចឹងតិចច្រឡំមិនច្រឡំថាសិលហ្នឹងកើតឡើងដោយថាតាមលោកអត់មែនទេព្រះអង្គសម្ដែងច្បាស់ហើយថាចេតនាហੰភិកវេសីលੰវិទាមីតែចេតនានេះគឺជាតួសិលអញ្ចឹងត្រូវនេះយើងប្រើប្រាស់ចេតនាដើម្បីឲ្យកើតនៅសិលនឹងបានមិនមែនប្រើប្រាស់មាត់យកទៅសូត្រថាតាមលោកហើយទៅកើតទៅជាសិលបាននោះទេតើយើងរៀនអញ្ចឹងបានយើងដឹងបានយើងស្គាល់តើអ្វីទៅគឺជាសិលពេលដែលយើងដឹងហើយពេលដែលយើងស្គាល់ហើយទើបអាចធ្វើវាឲ្យកើតទៅជាសិលបានណាគេសិលគឺជាគឺគុណមួយដែលល្អមិនមែនចេះតែមនុស្សគ្រប់គ្នាអាចធ្វើបានទេមិនមែនគ្រាន់តែសូត្រថាតាមលោកកើតទៅជាសិលបានទេអត់ទេបើមិនបានយល់ច្បាស់បើមិនបានដឹងអំពីសិលទេមិនតាន់ទោះបីជាថាតាមលោកមួយថ្ងៃប្រហែល100ដងក៏ដោយក៏មិនតាន់កើតទៅជាអ្នកមានសិលក៏មិនអាចហៅនៅនឹងថាជាអ្នកមានសិលបានដែរ
ដោយព្រះអង្គទ្រង់តាសម្ដែងថាយោគៀវាំងអ្នកវិជាអ្នកតេកੰសោរកតិគោអ្នកហ្នឹងអេវ៉ាំងសៃលੰអាជានន្តោកੰសោរខៃយសង្វរੰថាបើបុគ្គលណាមិនស្គាល់សិលផងតើនឹងអានឹងលោកប្រៀបធៀបថាបើបុគ្គលមិនស្គាល់គោតើនឹងរក្សាគោដូចម្ដេចបានយ៉ាងណាមិញបើបុគ្គលមិនស្គាល់សិលតើនឹងរក្សានៅសេចក្តីសង្រួមក្នុងសិលដូចម្ដេចបាននេះលោកប្រៀបធៀបអញ្ចឹងបើយើងមិនស្គាល់សិលផងយើងទៅកាន់យើងទៅប្រព្រឹត្តឲ្យកើតទៅជាសិលយ៉ាងម៉េចកើតអត់ទេតើតែយើងស្គាល់យ៉ាងម៉េចស្គាល់ថាស្អីគេទៅជាសិលតើអ្វីទៅជាចេតនាតើគេត្រូវកាន់សិក្ខាបទគេត្រូវប្រព្រឹត្តសិក្ខាបទយ៉ាងម៉េចដើម្បីឲ្យកើតទៅជាសិលកើតនេះរៀននៅសិក្ខាបទរួចឲ្យតាំងចេតនាកាន់ប្រព្រឹត្តតាំងចិត្តដើម្បីវាចាកការមិនសម្លាប់នឹងឲ្យបានទោះក្នុងកលៈទេសៈណាក៏ដោយពេលដែលយើងកាន់បានហើយប្រព្រឹត្តបានហើយទើបកើតទៅជាសិលបានហើយសួរអ្នកគ្រប់គ្នាដែលគ្រាន់តែថាតាមលោកនោះគាត់យល់ទេគាត់បានតាំងចេតនាយ៉ាងពិតប្រាកដពីព្រោះសិលរបស់ក្រហមគឺប្រើប្រាស់ចេតនាយើងមិនបាច់ទៅសមាទានអំពីប្រសង្ឃក៏បានឲ្យតែយើងតាំងចេតនាបានហើយតាំងចិត្តវាចាថាមិនសម្លាប់ទេហើយអ្នកដែលថាតាមលោកគ្រប់គ្នាហ្នឹងពេលហ្នឹងគាត់បានតាំងចិត្តតាំងចេតនាដើម្បីវាចាដែរឬអត់ផងមិនស្គាល់ថាស្អីទៅចេតនាផងមិនដឹងថាសមាទានគឺសមាទានមិនផងសិលហ្នឹងសិលមិនផងអេវ៉ាំងសៃលੰអាជានន្តោកੰសោរខៃយសង្វរੰថាយ៉ាងណាមិញបើមិនស្គាល់សិលផងនឹងរក្សាសេចក្តីសង្រួមក្នុងសិលដោយមិនដេចបានសិលនេះយើងប្រើប្រាស់ចេតនាដើម្បីវាចាស់ហើយយើងតាំងចិត្តសង្រួមពាក្យថាសង្រួមមានន័យថាយើងតាំងចិត្តឬក៏រវាងប្រយ័ត្នកាន់នៅប្រព្រឹត្តសិក្ខាបទនឹងមិនឲ្យដាច់មិនឲ្យធ្លុះមិនឲ្យធ្លាយមិនឲ្យប្រព្រោះមិនឲ្យប្រពាលអានឹងឈ្មោះថាសង្រួមហើយគឺយើងរវាងប្រយ័ត្នយ៉ាងណាមិនឲ្យដាច់នៅសិក្ខាបទនេះអានឹងបានឈ្មោះថាសង្រួមពេលដែលយើងសង្រួមបានហើយដោយការដែលយើងតាំងចិត្តចេតនាបានហើយពេលហ្នឹងទើបកើតទៅជាសិលបានហើយត្រង់កន្លែងណាដែលព្រះអង្គសម្ដែងថាសិលកើតឡើងដោយសមាទានសិលកើតឡើងដោយការសុំសិលកើតឡើងដោយការថាតាមលោកអត់មានតតែសោះតទៀតទី2អតនីទានាវេរមណីណាខ្ញុំសូមសមាទាននៅសិក្ខាបទមិនមែនសមាទានសិលទេសមាទាននៅសិក្ខាបទគឺអីចេតនាជាហេតុយកចេតនានឹងទៅវាចាមិនយកមាត់ទៅវាចាមិនមែនយកបុគ្គលនឹងទៅវាចាទេតាំងចេតនាចឹងហើយបានសិលនេះមិនបាច់សមាទានក៏បានគ្រាន់តែតាំងចេតនាម្នាក់ឯងហើយតាំងចេតនាបានដោយសារអីដោយសារយើងយល់ហើយដឹងហើយតែយើងអាចតាំងចេតនាបានដល់ទៅពេលយើងមិនចេះយើងមិនដឹងយើងមិនយល់ទៅសមាទានគឺយើងទៅរៀនអំពីព្រះសង្ឃពេលដែលយើងរៀនហើយដឹងហើយចេះហើយទៅយើងយួរមកកាន់យួរមកប្រព្រឹត្តអាហ្នឹងឈ្មោះថាសមាទានមិនមែនសុំទេអូបើសិលសុំបានមិនបាច់ទេមែនគាត់ថាលោកបួស10 20ឆ្នាំសិលច្រើនណាអញ្ចឹងមិនបាច់ចំណាយពេលទៅដល់សុំពីលោកមកឲ្យអាត្មាអញខ្លាចខ្លួនទៅជាអ្នកមានសិលដែរនោះអត់ទេអាហ្នឹងច្រឡំធំណាកាមេសុមិច្ឆាចារាវេរមនីអានអញ្ចឹងណាវេរមនីសមាទាននៅសិក្ខាបទគឺការវាចាកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយសិតតែប្រើប្រាស់ចេតនាហ្នឹងគេបកប្រែមកអញ្ចឹងតែយើងវាមិនយល់អាន័យគេបកប្រែហ្នឹងអញ្ចឹងបានគេតម្រូវឲ្យរៀនហ្នឹងដឹងហើយចេះហើយយល់ហើយទើបយកទៅប្រព្រឹត្តប្រតិបត្តិបានដូចសិក្ខាបទវិន័យអញ្ចឹងណាហើយបើម្នាក់មិនខំគ្នាមិនខំប្រឹងរៀនផងមិនរៀនផងបានអីយកទៅប្រតិបត្តិអត់មានទេហើយយើងថាបួសរៀនធម៌វិន័យមិនកើត
អ្នកបួសតកាន់ប្រព្រឹត្តប្រតិបត្តិធម៌វិន័យហ្នឹងទៅល្អហើយបើខ្លួនឯងមិនចេះផងហៅថាល្អមិនកើតឲ្យកាន់ប្រព្រឹត្តយ៉ាងម៉េចឲ្យមានសិលបរិសុទ្ធយ៉ាងម៉េចកើតអត់កើតទេមុសាវាចាពោពាក្យកុហកសុរាវាចានៅផឹកទឹកស្រវឹងនិងមេរ័យអញ្ចឹងទៅញញោមខ្លះគាត់ថាតាមលោកអញ្ចឹងគាត់ថាអញ្ចឹងដល់ពេលដល់សារាក៏អត់ហ៊ានថាទេហេតុអីបានអញ្ចឹងមកពីគាត់យល់ថាសមាទានគឺសុំគឺពួកគាត់ខ្លាចបានសិលពីពួកគាត់អ្នកផឹកសារាពេលដែលគាត់ថាតាមទៅខ្លួនឯងកំពុងតែផឹកសារាដល់ពេលថាតាមបាច់ខ្លួនឯងទៅជាអ្នកមានសិលដល់ទៅពេលគាត់ទៅផឹកសារាគាត់ខ្លាចដាច់សិលអាហ្នឹងគាត់យល់ច្រឡំអញ្ចឹងគាត់យល់ច្រឡំថាសិលកើតឡើងដោយសារថាតាមលោកដោយសារសុំអំពីលោកអាថាតាមហ្នឹងគេហៅសុំហ្នឹងតែធៀបពិតអត់ទេបើទោះបីជាញោមឯងថាតាមក៏ដោយអីក៏ដោយក៏មិនតន់คล้ายខ្លួនទៅជាអ្នកមានសិលដែរអត់តន់ទេដោយសារអីពេលហ្នឹងក៏បានប្រើប្រាស់ចេតនាហើយនៅទេនៅគិតខ្លាចមានសិលឡើយហ្នឹងអាពេលហ្នឹងគាត់យកសិលមកពីការណាមកអត់ទេបើមិនស្គាល់ផងសួរថារក្សាយ៉ាងម៉េចដូចគោអញ្ចឹងបើមិនស្គាល់សិលបើមិនស្គាល់គោផងយើងទៅថែរក្សាទៅគ្រប់គ្រងគោយ៉ាងម៉េចកើតបើអត់ស្គាល់អីផងអញ្ចឹងណាសិលក៏ដូចគ្នាបើគាត់នៅតែខ្លាចអញ្ចឹងខ្លាចតែថាតាមលោកទៅខ្លាចឡើងទៅជាសិលអាពេលហ្នឹងគាត់ស្គាល់សិលហើយនៅទេបើទោះបីជាគាត់ថាតាមលោកជាប់គ្រប់សិក្ខាបទទាំង5ក៏មិនតន់ហៅថាជាអ្នកមានសិលបានដែរព្រោះមិញបញ្យល់ច្បាស់ហើយថាចេតនាតទៀតនៅពេលដែលលោកថាអាថាតាមនោះគឺរៀនណាថាតាមយកទៅចេះតែអ្នកខ្លះថាតាមលោកមកជីវិតឯងមិនតន់ចេះផងមិនតន់ដឹងមិនតន់យល់ផងមែនទេអញ្ចឹងមកជីវិតហ្នឹងគាត់មានសិលដែររអត់ឃើញមួយថ្ងៃគិតតែពីទៅស្លៀកពាក្យសទៅវត្តនៅទៅវត្តរាល់ថ្ងៃតែសួរទៅស្អីទៅសិលអត់ដឹងផងអត់ដឹងផងអត់យល់ផងប៉ុន្តែមានផ្នត់គំនិតមួយសិលគឺល្អណាសិលគឺល្អហើយសួរថាសិលអីគេទៅអត់ដឹងផងហើយខ្លាចខ្លួនទៅជាអ្នកមានសិលមិនទៅសួរថាស្អីទៅសិក្ខាបទអត់ដឹងផងសិលនិងសិក្ខាបទខុសគ្នាយ៉ាងម៉េចអត់ដឹងផងសិក្ខាបទគឺមាត្រាមួយសម្រាប់ការប្រព្រឹត្តទៅដើម្បីឲ្យកើតទៅជាសិលប្រព្រឹត្តសិក្ខាបទទើបកើតសិលមិនមែនថាតាមលោកទើបកើតសិលទេមិនមែនសុំពីលោកទើបកើតសិលទេនេះកន្លែងហ្នឹងគឺនិយាយដដែលដើម្បីឲ្យចង់ឲ្យច្បាស់កន្លែងហ្នឹងហើយពេលឡើងក្រេទេខ្ញុំកណាលោកឯងនិយាយណាកន្លែងហ្នឹងប៉ុន្តែនៅតែបកប្រែជាខ្មែរបញ្យល់ជាភាសាខ្មែរទៀតនៅតែមិនងាយយល់ពេលដែលយើងរៀនពីលោកចប់ថាតាមលោកចប់លោកដាស់តឿនយ៉ាងម៉េចពីម៉ានេះបញ្ចសិក្ខាបទានិសាធុកាំងកត្វាអបមាតេនៈនិច្ចកាលੰសម្មារខៈតពាំងប្រែថាអ្នកទាំងឡាយក៏បីធ្វើនៅសិក្ខាបទទាំងឡាយ5នេះឲ្យប្រពៃត្រូវរក្សាឲ្យល្អអស់ការជានិច្ចដោយសេចក្តីមិនប្រមាទគឺកុំធ្វេសប្រហែសចឹងឃើញលោកឲ្យធ្វើនៅសិក្ខាបទណាសិក្ខាបទខាងដើមមិញពីបាណាដល់សារាហ្នឹងគេហៅថាសិក្ខាបទធ្វើនៅសិក្ខាបទទាំងឡាយនេះ5នេះឲ្យប្រពៃពាក្យថាធ្វើហ្នឹងគឺនាំគ្នាកាន់ប្រព្រឹត្តតាំងចិត្តសង្រួមឬក៏តាំងចិត្តវាចាមិនឲ្យប្រព្រឹត្តខុសមិនឲ្យប្រព្រឹត្តកន្លងនៅសិក្ខាបទហ្នឹងទើបអាចកើតទៅជាសិលបានហើយត្រូវរក្សាឲ្យល្អទៀតណាអស់ការចនិចពាក្យថាអស់ការចនិចនេះគឺអត់មានការចន្លោះទេគឺមួយជីវិតពាក្យថាជានិចហ្នឹងគឺសមាទានម្ដងរៀនម្ដងត្រូវកាន់អស់មួយជីវិត
ចឹងហើយសិល5អ្នកខ្លះគេហៅថានិច្ចសិលក៏បានបញ្ចសិលក៏បានបើសម័យពីដើមគេហៅថាកុរធម៌កាលពីព្រះសម្មាសម្ពុទ្ធមិនតាន់ត្រាស់ដឹងគេហៅកុរធម៌ពេលដែលព្រះអង្គត្រាស់ដឹងឡើងព្រះអង្គបញ្ញត្តិសិល5ឬក៏យើងមួយទៀតហៅថានិច្ចសិលនិច្ចសិលគឺសិលដែលត្រូវរក្សាអស់កលជានិច្ចត្រូវរក្សាអស់កលជានិច្ចញញោមខ្លះដល់ទៅពេលថ្ងៃឧបោសថសិលគាត់មិនហ៊ានថាទេគាត់ខ្លាចធ្លាក់មកព្រោះពេលហ្នឹងគាត់8ឧបោសថសិលពេលដែលលោកថាកាមេកាអីគាត់មិនហ៊ានថាតាមទេគាត់ខ្លាចធ្លាក់ហើយបើនៅខ្លាចសិលឡើយសួរថាយល់សិលមកពីណាដូចយើងនិយាយថាខ្មោចអញ្ចឹងយើងនៅតែខ្លាចខ្មោចសួរថាយើងយល់អំពីខ្មោចទេមិនតាន់យល់ផងមិនតាន់ដឹងច្បាស់ផងមិនតាន់ស្គាល់ច្បាស់ផងចេះតែខ្លាចទៅមកខ្លាចមកពីមិនតាន់យល់តែបើយល់ហើយគឺលែងខ្លាចហើយសិល5ក៏អញ្ចឹងបើគាត់យល់ហើយថាសិលនោះត្រូវរក្សាអស់ចំណិចអត់មានមកបោះចោលថ្ងៃឧបោសថសិលបានទេថ្ងៃធម្មតា5ចុះបើថែមឧបោសថ8មួយទៀតมันឡើង13ដល់ពេលថ្ងៃឧបោសថនាំគ្នាក៏វត្តសិល5នឹងចោលមិនហ៊ានសំបីនឹងថាតាមលោផងដោយសារអីគាត់ខ្លាចថាតាមទៅគាត់បានអាហ្នឹងដែលមិនតន់យល់ពាក្យថាសមាធិនឹងច្បាស់លាស់ពិតប្រកបទេត្រង់កន្លែងនឹងមួយទៀតសិលនេះត្រូវរក្សាអស់កាលជានិច្ចព្រះសម្ដែងមកអញ្ចឹងថានិច្ចសិលប៉ុន្តែមានភិក្ខុសាមណេរអង្គខ្លះឡើងលើក្រេទេសបែរជាទេសនាប្រាប់ថាញញោមត្រូវកាន់នៅសិល5នេះទោះបីជាកាន់បានមួយផ្លេតតែពេលដែលសមាទានពីលោកនឹងភ្លាមហ្នឹងព្រោះយើងសមាទានសិលដើម្បីពេលដែលយើងធ្វើទានទៅវាអ្នកមានសិលហើយនឹងធ្វើទានទៅវាបានបន់ច្រើនញញោមកាន់តែមួយផ្លេតហ្នឹងក៏បានដែរក៏ប្រពៃដែរនិយាយអញ្ចឹងដូចជាប្រឆាំងនឹងព្រះមែនទេណាព្រះថាសំដែងថាសិលនេះគឺរក្សាអស់កាលជានិច្ចហើយដល់ពេលយើងនាំគ្នាទៅទេសនាប្រាប់ថាខ្ញុំកាន់តែមួយផ្លេតក៏បាន1ម៉ោងក៏បាន2ម៉ោងក៏បានក៏ល្អដែរណាទៅនិយាយអញ្ចឹងវិញគួរតែនាំគ្នាបញ្យលឲ្យគេស្គាល់អំពីសិលទៅនិយាយអញ្ចឹងរឿងអីដែលថាគេមិនប្រមាទអញ្ចឹងគេថាអញថាតាមលោកមួយផ្លេតនឹងសិនទៅដើម្បីឲ្យคลายខ្លួនទៅជាអ្នកមានសិលពួកអញសុំពីលោកបានคลายខ្លួនទៅជាអ្នកមានសិលហើយពេលហ្នឹងចង់ប្រព្រឹត្តដាច់សិលយ៉ាងម៉េចក៏បានអត់បញ្ហាអាហ្នឹងប្រមាទហើយហ្នឹងប្រមាទហើយហ្នឹងហើយខ្លួនឯងដាស់តឿនថានិច្ចកាលឡើងអបមាតេនេះដោយសេចក្តីមិនប្រមាទគឺថាកុំធ្វេសប្រហែសសោះឡើយត្រូវរក្សាអស់មួយជីវិតហ្នឹងគឺមិនត្រូវធ្វេសប្រហែសឡើយពាក្យថាអស់កាលជានិច្ចគឺគ្មានពេលណាចន្លោះពេលណាដាច់ទេបើទោះបីជាមានពេលដាច់ក៏តាំងចិត្តចេតនាឡើងវិញមិនបាច់ទៅសមាទានក៏បានដែរមិនបាច់ទៅសមាទានពីលោកទៀតក៏បានដែរអាហ្នឹងឃើញមកពីលោកអ្នកទេសហ្នឹងហ្មងមិនយល់ខ្លួនឯងហើយទៅនិយាយអញ្ចឹងដោយសារឯនេះនិយាយតែបល័យប៉ុន្តែខ្មែរប្រែថាម៉េចឥឡូវប្រែជាខ្មែរហើយតែសួរតែយល់អត់ណានេះត្រូវរក្សាសិក្ខាបទទាំង5នេះឲ្យល្អអស់ការចនិចពាក្យថាអស់ការចនិចមានន័យថាម៉េចប្រែថា1ម៉ោង2ម៉ោងមែនទេមែនទេទាំងអាចារ្យខ្លះក៏អញ្ចឹងដែរដែលគាត់ឡើងដឹកនាំឲ្យគេសមាទានសិលហើយបែរជានិយាយថាទោះបីជាយើងកាន់បានមួយផ្លេតក៏បានដែរមួយផ្លេតនេះហើយគឺប្រឆាំងនឹងព្រះមែនតើណានិយាយទាំងមិនយល់សួរគាត់យល់អំពីសិលហើយនោះដែលនិយាយអញ្ចឹងនៅទេហើយលោកដែលនិយាយថាកាន់1ម៉ោង2ម៉ោងហ្នឹងយល់អំពីសិលហើយនៅទេខ្លួនឯងមិនតន់ទាំងយល់ផងទៅបញ្យល់រឿងសិលឲ្យគេយល់ឲ្យគេកាន់សិលឲ្យคล้ายខ្លួនទៅជាអ្នកមានសិលដូចម្ដេចទៅអត់ទេអាហ្នឹងខុសឆ្គងមែនតើនាំឲ្យគេកើតមច្ឆាទិដ្ឋិទៀតនាំឲ្យគេប្រមាទមែនតើអូសិលអញកាន់តែមួយផ្លេតក៏វាបានដែរណាព្រោះអញតន់ចាស់ផងកាន់រហូតដល់យាយតានោះទៅអញ្ចឹងដល់ពេលសង្គមមនុស្ស
សម្បូរទៅដោយអ្នកដែលអត់មានសិលណាលោកមិនខំបញ្យលមិនខំដាស់តឿនមិនខំណែនាំកុំឲ្យមានប្រមាថបែរជាបញ្យលឲ្យគេមានសេចក្តីប្រមាថទៅវិញតែកាន់មួយផ្លេតហ្នឹងក៏បានដែរក៏ល្អដែរហើយពីខាងដើមបញ្យលហើយតែសិលកាត់ឡើងដោយអីថាតាមលោក100ដងក៏ដោយបើមិនបានតាំងចិត្តចេតនាវាចាទេក៏មិនតាន់ឈ្មោះថាជាអ្នកមានសិលដែរមានសិលកាត់ឡើងគ្រាន់តែថាតាមលោកទេណាហើយយើងទទួលថាម៉េចករណាលោកម្ចាស់អាមៈផន្តេហ្នឹងអូទទួលហើយថាលោកប្រាប់ថាអ្នកទាំងឡាយត្រូវធ្វើសិក្ខាបទនេះឲ្យល្អណាឲ្យប្រពៃណាអស់ការចនិចដោយសេចក្តីមិនប្រមាថគឺថាកុំធ្វើប្រហែសឆ្លើយលើកដៃសំពះថាអាមៈផន្តេថ្វាយបង្គំម្ដងចឹងទៅទទួលថាករណាលោកម្ចាស់អាពាក្យនេះគឺពាក្យព្រមទទួលថាម៉េចថាខ្ញុំនឹងធ្វើនៅសិក្ខាបទ5នេះឲ្យល្អឲ្យប្រពៃអស់ការជានិច្ចណាអត់មានចប់អត់មានដាច់ទេណាដោយសេចក្តីមិនប្រមាថប៉ុន្តែធៀបពិតតាំងចិត្តខ្លួនឯងថាទៅមួយផ្លេតហ្នឹងបានកាន់មួយផ្លេតហ្នឹងក៏បានប្រពឹតដាច់ហ្នឹងក៏បានណែវាទៅជាអញ្ចឹងសិតតែដើរខុសទិសដៅអំពីអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បង្រៀនម្លេះហើយហៅតអ្នកមានសិលដូចម្ដេចទៅអញ្ចឹងពេលខ្លះនាំគ្នាសូត្រប្រែទៅករណាលោកម្ចាស់មានន័យថាឆ្លើយទទួលហើយលោកដាស់តឿនយ៉ាងម៉េចក៏ព្រមទទួលថាអញ្ចឹងបើតែធៀបពិតដើរខុសទាំងអស់ហ្នឹងលោកដាស់តឿនអញ្ចឹងពេលដែលចប់លោកច្រើនទៅសំដែងអានិសង្ឃនៃសិលដូចសីលេនសុគតឹងយន្តិសីលេនភោគសម្បទាសីលេននិព្វតឹងយន្តិចុងក្រោយហ្នឹងគឺសំដែងអំពីសិលដើម្បីគេត្រេកអរទេត្រេកអរថាម៉េចថាឥឡូវសិក្ខាបទហ្នឹងមានហើយប្រព្រឹត្តឲ្យកើតទៅជាសិលទៅហេតុអីបានឲ្យការប្រព្រឹត្តសិលអញ្ចឹងនេះវាមានអានិសង្ឃអ្នកសិលនាំឲ្យយើងកើតទៅកាន់ឋានសួគ៌បរិបូរដោយភោគៈទៅកាន់ទីរំលត់ទុកបូគឺព្រះនិព្វានក៏ព្រោះតែសិលនឹងឯងព្រោះហេតុនោះបុគ្គលជាសប្បុរសក៏បីជំរះសិលឲ្យបរិសុទ្ធកុំឲ្យសៅមងនេះសម្ដែងពីអានិសង្ឃឲ្យបុគ្គលដែលអ្នកដែលខំប្រព្រឹត្តហ្នឹងគាត់ទទួលបានផលយ៉ាងម៉េចក៏មកថាកាន់សិលមានអានិសង្ឃមិនវិញបើអត់ដឹងផងឲ្យគាត់ទៅកាន់យ៉ាងម៉េចកើតអញ្ចឹងលោកប្រាប់សិលកើតឋានសួគ៌អញ្ចឹងបើយើងចង់កើតឋានសួគ៌កាន់សិលទៅចង់បានភោគៈកាន់សិលទៅចង់ទៅកាន់ព្រះនិព្វានកាន់សិលទៅរក្សាសិលទៅហើយចង់បញ្ចប់នេះតាស្មាសីលੰវិសោធិយេព្រោះហេតុនោះបើគួរជាសប្បុរសក៏បីជំរះនៅសិលឲ្យបរិសុទ្ធកុំឲ្យសៅមងពាក្យថាឲ្យបរិសុទ្ធឲ្យស្អាតហ្នឹងគឺគ្រប់សិក្ខាបទទាំង5ហ្នឹងត្រូវកាន់ត្រូវប្រព្រឹត្តឲ្យល្អពេលដែលយើងរៀនហើយពេលដែលយើងសមាទានហើយពេលដែលយើងតាំងចិត្តវាចាហើយតាំងចិត្តសង្រួមហើយអត់ឲ្យដាច់អាហ្នឹងឯងគឺមិនឲ្យសៅមងទេហើយចង់បញ្ចប់យើងទទួលថាសាធុបបៃណាអានិសង្សសិលវាបានទៅអញ្ចឹងណោះហើយអានិសង្សចុងក្រោយនេះយើងចង់លើកអីយកមកនិយាយក៏បានដែរប៉ុន្តែទម្លាប់ជាទូទៅយើងយកលោកសីលេនអសុគតឹងយន្តិហើយប៉ុន្តែអីក៏បានដែរឲ្យថាសំដែងអំពីអានិសង្សសិលដោយគាថារបស់សីលវត្តថែទាំង12គាថាសីលមេវិធៈសុសក្ខតៈអស្មង្លោកេសីលੰរខយមេធវីបដ្ឋយាណោតយោសុខេវិតលាភំបេចៈសុខេប្រមោទនੰអីចឹងទៅបើបុគ្គលចង់បាននៅសេចក្តីត្រេកអរមួយការកើតនៅក្នុងឋានសួគ៌មួយហ្នឹងក៏បីរក្សានៅសិលចឹងទៅនឹងផ្លេចពាក្យប្រែហើយនឹងប្រឡ័យខ្លះណានឹងលើកពីអានិសង្ឃកុំឲ្យសៅមងអាហ្នឹងសិលគឺបែបហ្នឹងបញ្ជាក់ឡើងវិញមិនមែនកើតឡើងដោយសមាទានគឺកើតឡើងដោយចេតនាហ្នឹងស្របអ្វីដែលព្រះអង្គទ្រង់តាសម្ដែងចេតនាហੰភិក្ខវេសីលੰវិទាមិសិលគឺជាតួចេតនានេះគឺជាតួសិលមិនមែនសមាទានទេមកពីយើងនាំគ្នាគិតច្រឡំអញ្ចឹងគិតច្រឡំថាសិលកើតឡើងដោយសមាទានអញ្ចឹងហើយមួយថ្ងៃប៉ុនមួយហ្នឹង
អាព្រឹកក៏សមាទានអាថ្ងៃក៏សមាទានអាល្ងាចក៏សមាទានអាយប់ក៏សមាទានឲ្យច្រើនបានសិលកាន់តែច្រើនទៅអញ្ចឹងវិញតែបើសិនជាគាត់យល់ពាក្យមួយម៉ាត់ហ្នឹងថាសមាទានណាប្រែថារៀនវិញហើយអាណារៀនដែរហ្នឹងគិតមើលសិល5គេទិញតែមួយផ្លែតចាំបាត់ណាចេះបាត់ណាដឹងយល់បាត់ណាហើយយកមកកាន់យកមកពិតទៅអានេះអាព្រឹកក៏សមាទានអានឹងអាល្ងាចក៏រៀនបើយើងនិយាយតាមឲ្យត្រូវពាក្យវិញអាព្រឹកក៏រៀនអាថ្ងៃក៏រៀនអាយប់ក៏រៀនល្ងាចក៏រៀនហើយរៀនស្អែកឡើងរៀនទៀតរៀនដដែលប៉ាណាទៅប៉ាតានោះដដែលហើយបើទោះបីជាថាសុំទៅចោះហើយបើថាសុំពីលោកហើយពីព្រឹកប្រព្រឹត្តដាច់បាត់ថ្ងៃទៅសុំទៀតអាហ្នឹងប្រមាថហ្នឹងបើទោះបីជាសុំបានវាអាហ្នឹងគឺប្រមាថហ្នឹងបើយើងសុំហើយយើងមិនចេះថែរក្សាផងហ្នឹងហើយលោកឲ្យទៅហើយលោកមានសិលប្រមាណសម្រាប់ឲ្យហ្នឹងមួយហើយមួយទៀតពេលវេលាកាន់តែខ្លីហើយកាន់តែខើចហើយក៏នៅតែសមាទានមកពីអីមកពីមិនតន់យល់ពាក្យថាសមាទានមកពីមិនតន់យល់ពាក្យថាសិលហ្នឹងដូចធ្វើអីមួយដូចអត់សមាទានសិលហ្នឹងមិនបានហ្មងដោយសារអីមកពីមិនតន់យល់នឹងឯងពេលវេលាខើចហើយអូសមាទានសិលពេលខ្លះម្ចាស់បនមានទៅចេះថាតាមលោកអីថាតាមតាអាចារ្យហ្នឹងអាចារ្យដែរហ្នឹងហើយគិតតែចង់ឲ្យគេនឹងបានសិលមនុស្សនោះមិនចេះថាផងមនុស្សនោះមិនយល់ផងបានសិលមកពីណាសូត្រតែម្នាក់ឯងថាតែម្នាក់ឯងទៅហើយសួរថាការសមាទានបែបហ្នឹងមានប្រយោជន៍មកពីណាអត់មានប្រយោជន៍ទេហើយបើគេមិនដឹងផងបើគេមិនយល់ផងមិនបាច់ទេមិនទៅសមាទាននាំឲ្យលោកហត់អីទេហើយសូត្រខ្លួនឯងហត់ទៅអីទេបើកូនចៅមិនទាំងចេះថាទាំងប៉ាណាមិនផងហើយបើមិនចេះថាផងទោះបីឲ្យលោកសូត្រចំមានសិលមកពីណាហៅនៅនឹងថាជាអ្នកមានសិលមកពីណាគឺអត់បានទេសូមគិតពិចារណាឲ្យបានច្បាស់កន្លែងហ្នឹងណាអញ្ចឹងការនិយាយរៀបរាប់តកតងទៅនឹងសិលនេះសង្ឃឹមថានឹងអាចយល់បានពីព្រោះនិយាយមកច្រើនដែរចិត្ត40នាទីដែរអញ្ចឹងប៉ុណ្ណឹងទៅចោះ